ជំរាបសួរទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីនៅពេលនេះខ្ញុំមានព័ត៌មានពីរដើម្បីជម្រាបជូនទីមួយនោះគឺព្រឹត្តិការណ៍ដែលកើតមាននៅក្នុងប្រទេសឥណ្ឌាយើងឃើញថាឥណ្ឌាបានចម្លៀសប្រជាពលរដ្ឋរាប់ម៉ឺននាក់ខណៈដែលព្យុះស៊ីក្លូនម៉ោនថានឹងជិតមកដល់ហើយមនុស្សប្រហែលជា50000នាក់នឹងត្រូវផ្លាស់ទីលំនៅទៅរកជម្រកសង្គ្រោះនៅក្នុងរដ្ឋពីរនៃប្រទេសឥណ្ឌាជាកន្លែងដែលព្យុះត្រូវបានគេព្យាករណ៍ថានឹងវាយប្រហារនៅថ្ងៃអង្គារនេះយើងទៅចាប់អារម្មណ៍ព័ត៌មានមួយទៀតទាក់ទងនឹងលោកដូណាល់ត្រាំដែលលោកបានអញ្ជើញមកទស្សនកិច្ចចូលរួមប្រជុំកំពូលអាស៊ានលើកទី47និងបន្តដំណើរទៅប្រទេសជប៉ុនរួចគោលបំណងធំបំផុតរបស់លោកដូណាល់ត្រាំគឺចង់ជួបលោកគីមចុងអ៊ុនប៉ុន្តែលោកត្រាំបាននិយាយថាលោកត្រាំសុខចិត្តបន្តនៅទស្សនកិច្ចនៅអាស៊ីលើសថ្ងៃក៏បានបើលោកគីមចុងអ៊ុនពិតជាចង់ជួបលោកពិតមែនប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានបង្ហាញបំណងបន្ថែមពេលបន្តដំណើរទស្សនកិច្ចរបស់លោកនៅតំបន់អាស៊ីប្រសិនបើមេដឹកនាំកូរ៉េខាងជើងលោកគីមចុងអ៊ុនពិតជាមានបំណងចង់ជួបលោកត្រាំពិតមែននោះយើងមើលឃើញថាឥណ្ឌាកំពុងតែជំលៀសមនុស្សរាប់ម៉ឺននាក់ខណៈដែលព្យុះស៊ីក្លូនម៉ុនថាបានជិតមកដល់មនុស្សប្រហែល50000នាក់ត្រូវបានជំលៀសទីលំនៅទៅកាន់ទីជំរំសង្គ្រោះនៅក្នុងរដ្ឋពីរជាកន្លែងដែលព្យុះត្រូវបានព្យាករណ៍ថានឹងវាយប្រហារនៅថ្ងៃអង្គារនេះនាយកដ្ឋានឧតុនិយមឥណ្ឌាហៅកាត់ថា IMD បាននិយាយថាព្យុះស៊ីក្លូននេះទំនងជានឹងคล้ายទៅជាព្យុះធ្ងន់ធ្ងរមុនពេលឆ្លងកាត់ឆ្នេរសមុទ្រក្រុមអ្នកឆ្លើយតបសង្គ្រោះមហន្តរាយកំពុងតែជួយមនុស្សឲ្យចាក់ចេញពីទីតំបន់ទំនាបជាពិសេសនៅក្នុងទីក្រុងកាគីណាដាដោយមនុស្សជិត4លាននាក់អាចនឹងរងផលប៉ះពាល់អាជ្ញាធរឥណ្ឌាបានបិទសាលារៀនមហាវិទ្យាល័យនិងលុបចោលថ្ងៃឈប់សម្រាកសម្រាប់បុគ្គលិកសង្គ្រោះបន្ទាន់ដើម្បីត្រៀមខ្លួនទប់ទល់នឹងព្យុះអ្នកនេសាទនៅក្នុងរដ្ឋអូឌីសាមិនត្រូវបានអនុញ្ញាតឲ្យទៅសមុទ្រទេព្រោះរលកនិងខ្យល់កំពុងតែបង្កគ្រោះថ្នាក់នៅភាគខាងត្បូងរដ្ឋថាមីលណាដូក៏មានការព្រមានប្រជាជនឲ្យប្រុងប្រយ័ត្នជាពិសេសនៅទីក្រុងឈៀណៃដែលជារឿយៗមានទឹកជំនន់ក្នុងអំឡុងពេលដែលមានភ្លៀងធ្លាក់ខ្លាំងនោះលើសពីនេះនៅក្នុងប្រទេសនេប៉ាល់ក៏ព្យាករណ៍ថានឹងមានអាកាសធាតុអាក្រក់ពីប្រព័ន្ធដូចគ្នានឹងឥណ្ឌាដែរមន្ត្រីនេប៉ាល់បានព្រមានអំពីភ្លៀងនិងព្រិលចាប់ពីថ្ងៃអង្គារដល់ថ្ងៃសុក្រឯណោះគូបញ្ជាក់ថាព្យុះស៊ីក្លូនជារឿយៗវាយប្រហារឆ្នេរសមុទ្រភាគខាងកើតរបស់ឥណ្ឌាចន្លោះពីខែមេសានិងខែធ្នូឥណ្ឌាក៏ធ្លាប់ជួបព្យុះដ៏អាក្រក់បំផុតមួយដែលគឺនៅឆ្នាំ1999ដែលបានសម្លាប់មនុស្សជិត1000នាក់នៅរដ្ឋអូឌីសាទោះយ៉ាងណាការជំលៀសចេញយ៉ាងរហ័សរបស់ប្រទេសឥណ្ឌាបង្ហាញពីរបៀបដែលប្រទេសនេះកំពុងតែរៀបចំខ្លួនបានល្អប្រសើរសម្រាប់គ្រោះមហន្តរាយធម្មជាតិខណៈដែលព្យុះដ៏ខ្លាំងក្លាកាន់តែកើតមានដោយសារតែការបម្រែបម្រួលអាកាសធាតុលោកត្រាំសុខចិត្តបន្តនៅទស្សនកិច្ចនៅអាស៊ីលើសថ្ងៃបើគីមចុងអ៊ុនពិតជាចង់ជួបលោកពិតមែនប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានបង្ហាញបំណងបន្ថែមពេលបន្តដំណើរទស្សនកិច្ចរបស់លោកនៅតំបន់អាស៊ីប្រសិនបើមេដឹកនាំកូរ៉េខាងជើងលោកគីមចុងអ៊ុនពិតជាចង់ជួបគាត់ដើម្បីពិភាក្សាគ្នាមែនប្រមុខសេតវិមានបាននិយាយថាខ្ញុំពេញចិត្តនឹងជួបជាមួយនឹងគាត់បើគាត់ពិតជាចង់ជួបខ្ញុំមែនខ្ញុំនិងគីមចុងអ៊ុនចុះសម្រុងគ្នាណាស់ខ្ញុំចូលចិត្តគាត់ហើយគាត់ក៏ចូលចិត្តខ្ញុំដែរតាមគម្រោងលោកដូណាល់ត្រាំនឹងចាកចេញពីជប៉ុនបន្តដំណើរទៅកូរ៉េខាងត្បូងយ៉ាងណានៅពេលដែលអ្នកកាសែតសួរថាតើលោកពិតជាចង់បន្តដំណើរទស្សនកិច្ចនៅអាស៊ីដើម្បីជួបមេដឹកនាំកូរ៉េខាងជើងពិតមែនឬលោកត្រាំបានបញ្ជាក់យ៉ាងច្បាស់ថាជាការពិតលោកសុខចិត្តបន្តលោកត្រាំធ្លាប់បានជួបលោកគីម3ដងរួចមកហើយក្នុងអំឡុងអាណត្តិទី1
ជាមួយមេដឹកនាំសេតវិមានហើយលោកត្រាំក៏ជាប្រធានាធិបតីអាមេរិកកំពុងតែកាន់តំណែងបានឈានជើងជាន់ទឹកដីប្រទេសកូរ៉េខាងជើងជំនួបលើកដំបូងរវាងប្រធានាធិបតីអាមេរិកកំពុងតែកាន់តំណែងនិងមេដឹកនាំកូរ៉េខាងជើងកើតឡើងក្នុងប្រទេសសិង្ហបុរីដែលកាលនោះភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍